អ្វីដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់ហើយទីបំផុត Telescope អវកាស James Webb បានធ្វើការឆ្លុះមើលភពនៅក្នុងប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយខ្ទង់40ឆ្នាំពន្លឺពីភពផែនដីនោះហើយមួយឆ្នាំពន្លឺស្មើនឹង 9.46 trillion គីឡូម៉ែត្រដោយចាប់ផ្ដើមពីភពទី1មុនគេនោះគឺ TRAPPIST-1b ខណៈទិន្នន័យសំខាន់ៗក៏ត្រូវបានបញ្ចេញជាសាធារណៈផងដែរJames Webb បានប្រើប្រាស់ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI ក្នុងការឆ្លុះមើលភព TRAPPIST-1b ដើម្បីឲ្យដឹងថាវាមានបរិយាកាសឬអត់ព្រោះភពនោះគោចរគៀកនឹងផ្កាយមេវាខ្លាំងជាងគេហើយបើគិតពីកម្រិតថាមពលដែលវាទទួលបានពីផ្កាយវាវិញគឺស្មើនឹង4ដងនៃថាមពលដែលភពផែនដីទទួលបានពីព្រះអាទិត្យយោងតាមការអង្កេតពីមុនដោយ Telescope អវកាស Hubble និង Spitzer របស់អង្គការ NASA លើភព TRAPPIST-1b ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាមិនច្បាស់លាស់នោះឡើយអំពីលទ្ធភាពអាចមានបរិយាកាសរបស់ភពនេះប៉ុន្តែនៅពេលប្រើប្រាស់ឧបករណ៍ MIRI របស់ James Webb ដើម្បីឆ្លុះមើលវិញម្ដងនោះក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញនៅលើផ្ទៃភព TRAPPIST-1b ផ្នែកត្រូវពន្លឺថ្ងៃមានកម្ដៅរហូតដល់ទៅជិត230អង្សាសេឯណោះអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺភព TRAPPIST-1b ស្ថិតនៅក្នុងគន្លងគោចរបិទ Lock Orbit ដោយមួយចំហៀងរបស់វាបែរមុខទៅរកផ្កាយវារហូតដល់នាំឲ្យមានកម្ដៅក្តៅខ្លាំងនិងមួយចំហៀងទៀតងងឹតរហូតនាំឲ្យត្រជាក់ទោះបីជាមិនមានភស្តុតាងជាក់ស្ដែងអាចបញ្ជាក់ថាភពនេះមានបរិយាកាសឬក៏អត់ពិតមែនក៏ស្ថានភាពបែបនេះក្រុមអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា TRAPPIST-1b គ្មានបរិយាកាសនោះឡើយគូបញ្ជាក់ថាលទ្ធផលខាងលើនេះពិតជាជំហានដ៏សំខាន់មួយក្នុងការកំណត់ថាតើភពនានាដែលវិលជុំវិញផ្កាយកញ្ជ្រោលតូចៗដែលជាភាសាអង់គ្លេសហៅថា Red Dwarf ឬ M Dwarf ដូចជា TRAPPIST-1 នេះអាចទ្រទ្រង់បរិយាកាសដែលត្រូវការសម្រាប់ទ្រទ្រង់ជីវិតដែរឬទេវាក៏មានប្រយោជន៍ផងដែរក្នុងការឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់ James Webb ក្នុងការកំណត់សីតុណ្ហភាពលើពពួកភព Exoplanet មានទំហំប្រហាក់ប្រហែលនឹងផែនដីដោយប្រើឧបករណ៍ MIRI ដែល Telescope មុនមិនអាចធ្វើបានTelescope អវកាស James Webb ឆ្លុះមើលបរិយាកាសភព TRAPPIST-1c ជាលើកដំបូងទោះបីជាត្រូវបានគេគិតថាអាចស្រដៀងនឹងភពសុក្រទាំងទៅលើទំហំនិងបរិមាណធាតុវិទ្យុសកម្មទទួលបានពីផ្កាយមេឃរបស់វាក៏ដោយក៏ Telescope អវកាស James Webb ពេលនេះបានរកឃើញថាភព TRAPPIST-1c មិនសម្បូរកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសដូចជាភពសុក្រនោះឡើយហើយបរិយាកាសផ្ទុកកាបូនឌីអុកស៊ីតរបស់វាក៏ស្ថិតក្នុងកម្រិតស្ដើងខ្លាំងផងដែរយើងបានដឹងរួចហើយថា TRAPPIST-1c គឺជាភពស្ថិតនៅលេខរៀងទី2របស់ប្រព័ន្ធផ្កាយ TRAPPIST-1 ដែលជាប្រភេទផ្កាយតូចឬទឿពណ៌ក្រហម M Dwarf និងមានចម្ងាយខ្ទង់40ឆ្នាំពន្លឺពីផែនដីមួយឆ្នាំពន្លឺស្មើនឹង 9.46 trillion គីឡូម៉ែត្រពពួកផ្កាយតូចប្រភេទ M Dwarf នេះគឺភាគច្រើនពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ព្រោះបើគិតជាភាគរយវិញនោះឱកាសដែលពួកវាអាចមានភពថ្ម Rocky Planet គោចរជុំវិញមានច្រើនលើសពីពពួកផ្កាយដូចជាព្រះអាទិត្យយើងរហូតដល់ទៅ2ដងឯណោះជាការពិតណាស់ត្រឹមជាផ្កាយតូចជាងព្រះអាទិត្យយើងមែនតែ TRAPPIST-1 មានភពថ្មរហូតដល់ទៅចំនួន7គោចរនៅជុំវិញវាតារាទឿប្រភេទ M នេះមានភាពសកម្មដោយការបញ្ចេញកាំរស្មី X និងកាំរស្មី UV ដែលអាចបំផ្លាញឬដកហូតបរិយាកាសរបស់ភពគោចរជុំវិញវានោះបានក្រុមតារាវិទូនៅមិនទាន់ច្បាស់នៅឡើយទេថាតើប្រព័ន្ធទាំងឡាយដែលមានផ្កាយដូចជា TRAPPIST-1 នោះមានទឹកកាបូនឌីអុកស៊ីតឬមួយក៏សារធាតុផ្សំផ្សេងៗទៀតដែលគ្រប់គ្រាន់សម្រាប់បង្កើតបរិយាកាសនៅពេលភពជុំវិញពួកវាក៏កើតឡើងដែរឬមួយក៏យ៉ាងណានោះទេសម្រាប់លទ្ធផលសង្កេតជារួមទៅលើភព TRAPPIST-1c វិញគឺ James Webb បានរកឃើញថាលើផ្ទៃនៃផ្នែកពេលថ្ងៃរបស់ភពនេះមានសីតុណ្ហភាពចន្លោះពី66អង្សាសេទៅជាង107អង្សាសេដែលនាំឲ្យវាត្រូវបានចាត់ទុកថាជាភព Rocky Exoplanet មានសីតុណ្ហភាពទាបជាងគេបំផុតយោងទៅលើបរិមាណនៃបំភាយកម្ដៅ TRAPPIST-1c គោចរជុំវិញផ្កាយមេរបស់វាក្នុងកម្រិត 2.4 លានគីឡូម៉ែត្រនិងប្រើរយៈពេលតែជិត2ថ្ងៃកន្លះនៃពេលវេលាលើផែនដីយើងប៉ុណ្ណោះដើម្បីគោចរជុំវិញផ្កាយមេវាមួយជុំដែលស្មើនឹង1ឆ្នាំនៅលើភពនោះបើគិតទៅលើទំហំវិញនោះ TRAPPIST-1c ស្ថិតនៅក្នុងជំពូក Super Earth ឬយើងតែស្គាល់ថាផែនដីយក្សដោយទំហំខ្លួនរបស់វាគឺធំជាងផែនដីយើងបន្តិចនិងមានម៉ាស់ស្មើនឹងផែនដី 1.3 ដងជាមួយនឹងដងស៊ីតេដូចគ្នាហើយដូច្នេះហើយទើបក្រុមតារាវិទូកំណត់ថា TRAPPIST-1c ជាប្រភេទភពថ្មដូចផែនដីយើងដែរយោងតាមលទ្ធផលអង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យមកម្រិត15មីក្រូនដោយ James Webb បានរកឃើញថាភព TRAPPIST-1c មានផ្ទៃក្រាលដោយថ្មទទេឬក៏មានបរិយាកាសកាបូនឌីអុកស៊ីតដ៏ស្ដើងស្របនៅជុំវិញភពនោះប៉ុណ្ណោះដើម្បីឆ្លុះមើលដឹងអំពីធាតុផ្សំនៅក្នុងបរិយាកាសភព TRAPPIST-1c ក្រុមការងារ James Webb បានបញ្ជាទៅលើឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម Mid Infrared Instrument ឬ MIRI ឲ្យសម្ងំអង្កេតដោយបែងចែកជាឱកាសទាំងនៅពេលដែលភពនោះគោចរទៅខាងក្រោយផ្កាយរបស់វានិងនៅពេលភពនោះគោចរបាំងពីមុខផ្កាយរបស់វាក្រោយទទួលបានទម្រង់ពន្លឺទាំងពីរហើយទើបក្រុមការងារ James Webb អាចធ្វើការវិភាគទម្រង់ពណ៌នៃពន្លឺដែលប្រែប្រួលនៅក្នុងបរិយាកាសភពនោះនៅពេលថ្ងៃដែលត្រូវបានពន្លឺផ្កាយ TRAPPIST-1 ចាស់ចង់នោះដើម្បីវាយរកមើលធាតុផ្សំនៅក្នុងបរិយាកាស
គឺចាប់តាំងពីចុងឆ្នាំ2022មកដល់ជិតចុងឆ្នាំ2025នេះ Telescope អវកាស James Webb បានឆ្លុះមើលភពចំនួន4រួចមកហើយនៅជុំវិញផ្កាយ TRAPPIST-1 ដែលមានចម្ងាយខ្ទង់41ឆ្នាំពន្លឺពីភពផែនដីយើងនោះភពដែលត្រូវបានសង្កេតរួចទាំងអស់នោះមានដូចជា TRAPPIST-1b, C និង D និងចុងក្រោយគេនេះគឺ TRAPPIST-1e ដែលត្រូវបានក្រុមតារាវិទូជឿជាក់តាំងពីឆ្នាំ2017មកថាស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិត Habitable Zone ហើយភពមួយនេះពិតជាមានឱកាសខ្ពស់ដែលទ្រទ្រង់ជីវិតដោយផែនដីដោយអ្នកជំនាញធ្លាប់បានអះអាងរួចហើយថាការសង្កេតភពណាមួយមិនមែនចេះតែបញ្ជាឲ្យរេកាណុង Telescope ហើយសង្កេតទៅលើវាបានគ្រប់ពេលនោះឡើយព្រោះភពខ្លះតម្រូវឲ្យយើងរងចាំរហូតដល់វាគោចរដល់ចំណុចមួយដែលងាយឲ្យ Telescope ពីផែនដីសង្កេតឃើញបរិយាកាសរបស់វាពេលចាំងត្រូវនឹងពន្លឺផ្កាយរួចហើយទើបគេអាចផ្ដិតយកនិងកណនាធាតុផ្សំសំខាន់ៗនៅក្នុងបរិយាកាសភពទាំងនោះបានហើយក្នុងករណីភព TRAPPIST-1e នេះក៏មិនខុសគ្នាដែរទោះបីជាត្រូវបាន James Webb សង្កេតរួចនឹងចេញលទ្ធផលជាបឋមក្នុងខែឯកញ្ញាឆ្នាំ2025នេះមែនតែវានៅមិនទាន់ជាលទ្ធផលច្បាស់លាស់នោះទេគ្រប់គ្នាកំពុងរងចាំភាគបន្តតើលទ្ធផលសង្កេតបឋមលើ TRAPPIST-1e មានអ្វីខ្លះខុសពី Telescope មុនដែលត្រឹមគណនាឃើញ mass ទំហំគម្លាតភពពីផ្កាយនិងការប៉ាន់ស្មានពីប្រភេទនៃបរិយាកាសដែលអាចទៅរួចនោះ Telescope អវកាស James Webb នេះវិញអាចឆ្លុះចូលដល់ក្នុងបរិយាកាសស្ដែងតែម្ដងដើម្បីស្វែងយល់អំពីធាតុផ្សំពិតប្រាកដនៅក្នុងបរិយាកាសរបស់ភពនោះតាមរយៈការវិភាគលើបម្រែបម្រួលពណ៌នៃពន្លឺគឺ molecule នៃធាតុគីមីនានានៅក្នុងបរិយាកាសពេលត្រូវពន្លឺផ្កាយចាំងចំនោះសម្រាប់ភព TRAPPIST-1e Telescope អវកាស James Webb អាចត្រឹមក្តាប់បានលទ្ធផលបឋមមិនទាន់ជ្រាលជ្រៅសិនប៉ុណ្ណោះដោយក្នុងនោះគេមិនបានឃើញបរិយាកាសដែលពោរពេញដោយកាបូនឌីអុកស៊ីតដោយការសន្និដ្ឋានពីមុននោះទេហើយវាជាការបង្ហាញថាភពនោះទំនងជាបានបាត់បង់បរិយាកាសចំនួនទី1ឬយើងអាចហៅថាបរិយាកាសដើមដំបូង primary atmosphere របស់វាទៅហើយប្រការនេះអាចបណ្ដាលមកពីការផ្ទុះជះអណ្ដាតភ្លើងឬ flare កម្រិតធ្ងន់ជារឿយៗពីផ្កាយស្ថិតនៅក្នុងជំពូកតារាក្រហមទំហំតូច red dwarf ដូចជា TRAPPIST-1 នោះឯងចំណុចដែលគួរឲ្យសង្ស័យបន្ថែមគឺវត្តមាននៃបរិយាកាសបន្ទាប់ឬបរិយាកាសចំនួនទី2ដែលយើងហៅថា secondary atmosphere ដែលទិន្នន័យពី James Webb មិនទាន់អាចបញ្ជាក់នៅឡើយទេប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែសង្ស័យថាអាចមានចង់យល់ដឹងកាន់តែច្បាស់ជាងនេះគឺមានតែតម្រូវឲ្យ James Webb ឆ្លុះមើលបន្ថែមទៅលើបរិយាកាស TRAPPIST-1e នៅឱកាសអំណោយផលលើកក្រោយប៉ុណ្ណោះហើយគ្រប់គ្នានឹងដឹងប្រិមិត្តអាចផ្អាកអារម្មណ៍តានតឹងបន្តិចសិនក៏ល្អហើយងាកមករំសាយអារម្មណ៍ចំពោះព័ត៌មានដ៏គួរឲ្យរំភើបមួយនេះវិញដោយកាលពីថ្ងៃទី13ខែសីហាឆ្នាំ2025ក្រុមការងារគ្រប់គ្រង Telescope អវកាស James Webb ទើបតែបានបញ្ចេញនូវលទ្ធផលសង្កេតភពនៅលេខរៀងទី3ប្រចាំប្រព័ន្ធផ្កាយ TRAPPIST-1 នោះគឺភព TRAPPIST-1d បន្ទាប់ពីការឆ្លុះមើលភព TRAPPIST-1b និង C បានកើតឡើងរួចទៅហើយខណៈវេនរបស់ភព TRAPPIST-1e ដែលពិសេសជាងគេបំផុតនោះគឺកាន់តែជិតមកដល់យោងតាមទិន្នន័យពីកែវភ្នែកពិសេសរបស់ James Webb ក្រុមតារាវិទូបានបង្ហាញការភ្ញាក់ផ្អើលខ្លាំងចំពោះបុគ្គលិកលក្ខណៈនៃភព TRAPPIST-1d ហើយការភ្ញាក់ផ្អើលនេះគឺមិនមែនជារឿងល្អទេតែគឺជារឿងខកចិត្តទៅវិញប៉ុន្តែប្រព័ន្ធផ្កាយ TRAPPIST-1 ត្រូវបានក្រុមតារាវិទូរកឃើញភពដល់ទៅ7ឯណោះគោចរជំវិញផ្កាយតូចក្រហមដែលយើងហៅថា Red Dwarf ឬ M Dwarf នោះដូចជាភព TRAPPIST-1b C D E F G និង H ហើយក្នុងនោះភពនៅកណ្ដាលគេចំនួន3គឺ TRAPPIST-1d E និង F ត្រូវបានគេគណនាថាស្ថិតនៅក្នុងតំបន់អំណោយផលដល់ការកកើតជីវិតដែលយើងហៅជាភាសាអង់គ្លេសថា Habitable Zone នោះប៉ុន្តែលទ្ធផលសង្កេតរបស់ James Webb ទៅលើភព TRAPPIST-1d គឺមិនដូច្នោះទេពុំមានសញ្ញាណាមួយដែល Webb បានរកឃើញថា TRAPPIST-1d មានបរិយាកាសដូចផែនដីដូចជាមានវត្តមានទឹកមេតានឬសូម្បីតែកាបូនឌីអុកស៊ីតនោះឡើយប្រការនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្មតថាអាចបណ្ដាលមកពីបរិយាកាសភព TRAPPIST-1d ស្ដើងជ្រុលពេកដែលពិបាកឲ្យសង្កេតឬមួយក៏អាចមានបរិយាកាសក្រាស់ជ្រុលពេកដូចជាភពសុក្រដែលពោពេញដោយពពកក្រាស់ខ្មឹកហើយរារាំងកណ្ដុងរបស់ James Webb មិនឲ្យឆ្លុះមើលឃើញ molecule សំខាន់ៗនៅក្នុងបរិយាកាសរបស់វាបានវាក៏អាចទៅរួចផងដែរថា TRAPPIST-1d ជាភពថ្មត្រងោលដែលគ្មានបរិយាកាសអ្វីសោះដែលជាលក្ខណៈដូចភពពុទ្ធគួរបញ្ជាក់ថាដោយសារតែផ្កាយ TRAPPIST-1 មានទំហំតូច mass ស្រាលនិងកម្ដៅខ្សោយជាងព្រះអាទិត្យដូច្នេះតំបន់ Habitable Zone របស់វាក៏ស្ថិតនៅកៀកផ្កាយនោះខ្លាំងដែរបើតាមការសង្កេតដោយ Webb ភព TRAPPIST-1d គោចរជំវិញផ្កាយមេវាលឿនខ្លាំងណាស់ដោយមួយឆ្នាំរបស់វាស្មើតែ4ថ្ងៃប៉ុណ្ណោះនៃពេលវេលាលើផែនដីរយៈពេលមួយឆ្នាំនេះគឺចង់សំដៅទៅលើការគោចររបស់ភពមួយបានមួយជុំវិញផ្កាយមេរបស់វានោះឯងTRAPPIST-1d មានទំហំស្មើនឹង 77% នៃផែនដីនិង mass វិញស្មើតែ 30% នៃភពរបស់យើងនេះប៉ុណ្ណោះប៉ុន្តែកម្រិតពន្លឺដែលវាទទួលបានពីផ្កាយមេវាគឺស្មើនឹង 4.3% ច្រើនជាងអ្វីដែលផែនដីទទួលបានពីព្រះអាទិត្យ
យ៉ាងណាក៏ដោយប្រសិនបើភពត្រាពិសវ័ន D គ្មានបរិយាកាសសោះឬមួយក៏បរិយាកាសស្ដើងខ្លាំងនោះកត្តាទាំងអស់នេះអាចបណ្ដាលមកពីចលនាកញ្ជ្រោលរបស់ផ្កាយចំពោះ M dwarf ដូចជាត្រាពិសវ័ននោះឯង Red dwarf ឬ M dwarf ទោះបីជាមានខ្លួនតូចពិតមែនតែផ្កាយប្រភេទនេះតែងតែផ្ទុះជះនៅអណ្ដាតភ្លើង flare ក្នុងកម្រិតធំធេងហើយប្រកាសណាស់ភពដែលនៅជុំវិញផ្កាយនោះនឹងរងគ្រោះដូចជាត្រូវរលាត់បរិយាកាសអស់ពីខ្លួននិងរងគ្រោះពីរលកធាតុវិទ្យុសកម្មយ៉ាងកម្រោលជាដើមបរិស្ថានប្រភេទនេះយើងពិបាកស្រមៃថាអាចមានជីវិតទៅរួចណាស់តែយ៉ាងណាសូមរងចាំការសង្កេតភពបន្ទាប់នោះគឺត្រាពិសវ័ន E ជាមុនសិនដែលអាចនឹងកើតឡើងនៅក្នុងពេលឆាប់ៗ